សម្ដេចតេជោគឺជាមេដឹកនាំដែលប្រកបដោយគុណធម៌ដែលសម្បូរបានដឹងច្បាស់ណាស់ប្រជាជនខ្មែរក៏ដឹងច្បាស់ណាស់ខ្ញុំមិនចាំបាច់និយាយឆ្ងាយពីរឿងស៊ីជម្រៅឯគ្រាន់តែរឿងខាងក្រៅមួយដែលយើងឃើញជាទូទៅយើងឃើញតែក្នុងរូបភាពនយោបាយបើទោះបីជាមានអ្នកខ្លះធ្លាប់ជាប្រមាថលោកគ្រប់បែបយ៉ាងណាក៏ដោយប៉ុន្តែលោកជាមនុស្សដែលមានការអនុគ្រោះខ្ពស់បាទពេលខ្លះយើងថាម្នាក់នឹងធ្លាប់ជាប្រមាថលោកខ្លាំងហេតុអីក៏លោកអនុគ្រោះប៉ុន្តែមេដឹកនាំដែលមានគុណធម៌ហើយសម្ដេចតេជោគឺបែបហ្នឹងនៅពេលដែលលោកអនុគ្រោះលោកគឺជាមេដឹកនាំដែលមិនចេះគុំអញ្ចឹងមជ្ឈដ្ឋានណាក៏ដោយឲ្យតែរួមរស់នៅក្នុងដំបូលនៃកម្ពុជាឬក៏គិតតម្កល់ផលប្រយោជន៍ជាតិជាធំរួមរស់ជាមួយគ្នាគឺលោកតែងតែផ្ដល់នូវការអនុគ្រោះហើយគុណធម៌នេះមិនមែនត្រឹមតែជាគុណធម៌នយោបាយមួយទេបាទលោកមានគុណធម៌គ្រប់បែបយ៉ាងជាមេដឹកនាំមួយដែលដឹងទុកធុរៈអ្នកនៅគ្រប់ក្រោមបង្គាប់ទាំងអស់ជាមេដឹកនាំមួយដែលដឹងទុកធុរៈរបស់ប្រជាជនទាំងអស់តាំងពីកម្ពុជាដល់ក្រោមបាទពេលខ្លះយើងថាមិនក៏រឿងកប៉ិចកប៉ុកចឹងសម្ដេចតេជោដឹងដែរជាមេដឹកនាំហើយប្រទេសនេះជាប្រទេសដែលលោកសាងមកតាំងពីឃ្លានមកតាំងពីស៊ីអត់ស៊ីឃ្លានអញ្ចឹងលោកដឹងទាំងអស់នៅគ្រប់កលុកកលៀតហើយលោកជាមេដឹកនាំបែបហ្នឹងហើយដែលលោកបង្ហាញលោកមានគុណធម៌ហើយលោកដឹងនៅទុកធរៈទាំងអស់ហ្នឹងអញ្ចឹងភាពគុណធម៌របស់លោកនេះដែលតម្រូវដែលជានិមិត្តរូបមួយដែលខ្ញុំផ្ទាល់សម្បូរសួរខ្ញុំគឺខ្ញុំផ្ទាល់ហើយអ្នកដទៃក៏បានរៀនសូត្រពីលោកច្រើនដែរទៅលើគុណធម៌របស់លោកជាគុណធម៌កម្ពូលហ្មងដែលខ្ញុំមិននឹកស្មានដល់ជាពិសេសនៅក្នុងពេលសង្គ្រាមក៏ខ្ញុំមិននឹកស្មានពីគុណធម៌របស់លោកខ្លាំងអស្ចារ្យណាស់ពេលខ្លះពីមុនខ្ញុំនឹកឃើញតែនៅក្នុងគុណធម៌របស់លោកក្នុងចង្កោមជនជាតិខ្មែរប៉ុន្តែនៅពេលដែលមុនដែលយើងមានសង្គ្រាមជាមួយថៃលោកមិនមែនត្រឹមតែការគិតអំពីគុណធម៌ចំពោះប្រជាជាតិរបស់ខ្លួនទេប្រជាជាតិដទៃពួកលោកស្គាល់អំពីសោកនាដកម្មនៃសង្គ្រាមសោកនាដកម្មនៃជាតិមួយដែលបែកបាក់អញ្ចឹងលោកចង់ឲ្យប្រទេសដទៃដែលមានបញ្ហាស្តៀងយើងដោយអតីតកាលហ្នឹងឲ្យមានល្អប្រសើរជាដើមហើយលោកចូលរួមចំណែកជួយណាហើយលោកលះបង់ណាគ្រប់បែបយ៉ាងសម្បូរនេះជាគុណធម៌របស់លោកដែលខ្ញុំនិយាយថាមិនមែនត្រឹមតែថ្នាក់ជាតិទេគឺថ្នាក់អន្តរជាតិអញ្ចឹងជានិមិត្តរូបមួយដែលយើងត្រូវតែរៀនសូត្រខ្ញុំបានរៀនសូត្រពីលោក